ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវមួយទៀតមកចែករំលែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងរឿងរ៉ាវមួយនេះកាលពីអំឡុងឆ្នាំ2010គឺមានការល្បីកក្រើកខ្លាំងមែនទែននៅក្នុងខេត្តស្វាយរៀងតាក់ទងទៅនឹងឃាតកម្មមួយដែលកូនប្រសាប្រុសបានសម្លាប់ទៅលើម្ដាយក្មេកប្រពន្ធហើយនិងបងប្អូនសាច់ថ្លៃគឺមួយគ្រួសារនោះអស់រលីងតែម្ដងដោយសារតែមានការខឹងទៅលើប្រពន្ធរបស់ខ្លួនហើយបន្ទាប់ពីមានឃាតកម្មនេះកើតឡើងមកផ្ទះមួយនោះគឺត្រូវបានគេទុកចោលក្រោយមកល្បីថាផ្ទះមួយនោះគឺមានខ្មោចលងមិនថាតែយប់ទេសំបីតែថ្ងៃហ្នឹងក៏ព្រឺសម្បល់ផងដែរមិនមានអ្នកក្បែរខាងកំរហ៊ានដើរកាត់នៅមុខផ្ទះនោះខ្លាំងណាស់ពីព្រោះថាចាប់តាំងពីមានឃាតកម្មដល់សាហាវមួយនោះកើតឡើងមកផ្ទះមួយនោះគឺគេតែងតែឃើញខ្មោចលងមិនថាតែយប់ទេសំបីតែថ្ងៃក៏លងញាក់សាច់ផងដែរផ្ទះដែលល្បីថាខ្មោចលងទាំងយប់ទាំងថ្ងៃបន្ទាប់ពីមានឃាតកម្មសម្លាប់ស្ទើរផ្ដាច់ពូជដែលស្ថិតនៅក្នុងភូមិថ្មសឃុំស្វាយជ្រុំស្រុកស្វាយជ្រុំខេត្តស្វាយរៀងផ្ទះមួយនេះគឺជាកម្មសិទ្ធិរបស់អតីតមន្ត្រីគយមួយដែលជាអ្នករស់នៅខេត្តស្វាយរៀងសូមមិនបញ្ចេញឈ្មោះនោះទេអតីតមន្ត្រីគយបានស្លាប់ដោយសារតែជំងឺកាលពីប្រមាណឆ្នាំមុនកើតហេតុរឿងរ៉ាវដ៏រន្ធត់មួយនេះល្បីស្ទើរតែពេញប្រទេសដែលបានកើតឡើងចំពោះក្រុមគ្រួសារមួយដែលមានមនុស្សស្លាប់ពេញផ្ទះបានកើតឡើងកាលពីរំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី19ខែសីហាឆ្នាំ2010ដែលបង្កឡើងដោយឃាតករគឺជាកូនប្រសាប្រុសរបស់ម្ចាស់ផ្ទះតែម្ដងដែលបានសម្លាប់សមាជិកគ្រួសារក្នុងនោះរួមមានទាំងម្ដាយក្មេកបងថ្លៃភរិយារបស់ខ្លួនប្អូនថ្លៃព្រមទាំងកូនរបស់ខ្លួនថែមទៀតឃាតកម្មមួយនេះបណ្ដាលឲ្យមានមនុស្សស្លាប់សរុបចំនួន5នាក់បន្ទាប់ពីឃាតករបានសម្លាប់សមាជិកនៅក្នុងក្រុមគ្រួសារអស់ហើយក៏បានទៅចងកសម្លាប់ខ្លួនតាមក្រោយផងដែរបន្ទាប់ពីសាច់ញាតិចាត់ចែងធ្វើបុណ្យសពរួចរាល់ផ្ទះមួយនោះត្រូវបានគេចាក់សោទុកគឺគ្មានកូនចៅសាច់ញាតិណាម្នាក់ហ៊ានរស់នៅឡើយក្រោយពីទុកផ្ទះនោះចោលគ្មានមនុស្សរស់នៅយូរៗទៅក៏កើតមានពាក្យចចាមអារាមនិយាយថាផ្ទះមួយនោះគឺមានខ្មោចនៅដោយអ្នកភូមិបាននិយាយថាផ្ទះនោះគឺជាផ្ទះខ្មោចតែម្ដងបាននិយាយពីខ្មែរយើងវិញរមែងមានជំនឿជឿថាផ្ទះសម្បែងឬក៏សំណង់អាគារណាដែលគ្មានមនុស្សរស់នៅឬក៏ត្រូវបានគេបោះបង់ទុកចោលយូរនោះគឺតែងតែមានពពួកអមនុស្សខ្មោចព្រាយបិសាចយកធ្វើជាជំរកស្នាក់អាស្រ័យនៅជាពុំខានឡើយចោះទម្រាំតែលំនៅឋានដែលមានមនុស្សស្លាប់ពេញផ្ទះដែលសុទ្ធសឹងតែជាខ្មោចតៃហឹងទៀតនោះហើយក៏ជាប្រលឹងចងអាឃាតច្បាស់ណាស់ប្រកាសជាអាចនឹងមានប្រលឹងពពួកអមនុស្សរស់នៅជាពុំខានឡើយហើយនរណាក៏ជឿដែរថាប្រលឹងពពួកអមនុស្សនឹងស្នាក់នៅលើផ្ទះនេះដំបងឡើយកូនចៅព្រមទាំងសាច់ញាតិរបស់ជនរងគ្រោះខាងលើពួកគេគឺមានបំណងចង់យកផ្ទះមួយនេះប្រគេនទៅឲ្យព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យកុសលឲ្យទៅដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងផ្ទះនេះដើម្បីឲ្យពួកគេស្លាប់ទៅបិទភ្នែកចិនពីព្រោះថាបើផ្ទះមួយនេះលក់ទៅឲ្យអ្នកផ្សេងក៏គ្មាននរណាម្នាក់ហ៊ានទិញរស់នៅដែរមុនពេលដែលសាច់ញាតិប្រគេនផ្ទះនេះទៅឲ្យព្រះសង្ឃកូនចៅរបស់ម្ចាស់ផ្ទះក៏បានយកគ្រឿងសង្ហារិមនិងរបស់ប្រើប្រាស់មួយចំនួនទៅប្រគេនវត្តមួយកន្លែងដែលស្ថិតនៅក្នុងភូមិកាត់ហេតុខាងលើនេះហើយក្រោយពេលដែលកូនចៅម្ចាស់ផ្ទះយកគ្រឿងសង្ហារិមនិងរបស់ប្រើប្រាស់ទាំងអស់នោះទៅប្រគេនព្រះសង្ឃនៅក្នុងវត្តនោះក៏ស្រាប់តែមានលេចឮពាក្យចចាមអារាមនិយាយតគ្នាពីភូមិមួយទៅភូមិមួយថាគ្រាន់តែកូនចៅរបស់ម្ចាស់ផ្ទះនេះប្រគេនសម្ភារៈទាំងអស់នោះទៅដល់ព្រះសង្ឃនៅពេលថ្ងៃស្រាប់តែពេលយប់ឡើងប្រលឹងសពដែលបានស្លាប់នៅក្នុងផ្ទះនោះពួកគេទាំងអស់គ្នាបានមកទារយករបស់របរទាំងអស់នោះពីព្រះសង្ឃវិញដោយសារតែហេតុការណ៍ទាំងអស់នេះហើយទើបព្រះសង្ឃមិនហ៊ានទទួលយកផ្ទះមួយនេះទើបបានជាផ្ទះមួយនេះត្រូវបានទុកចោលរហូតមកជុំវិញរឿងរ៉ាវខាងលើនេះបើយោងទៅតាមសម្ដីរបស់កូនស្រីជនរងគ្រោះខាងលើខ្ញុំសូមមិនបញ្ចេញឈ្មោះរបស់បងស្រីនោះទេគាត់គឺជាអ្នករស់នៅក្រុងស្វាយរៀងខេត្តស្វាយរៀងតែម្ដងគាត់មានមុខរបរជាជាងឧស្សាហ៍នៅក្នុងផ្សារវាយន្តគាត់គឺជាកូនស្រីបង្កើតរបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងឃាតកម្មខាងលើនេះដោយបងស្រីបានពោលទាំងកំហឹងថាចាស់បុរាណលោកបានពោលថាឈើកោងវ័ពាត់មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត ព
ពាក្យស្លោកបុរាណមួយនេះពិតជាត្រឹមត្រូវខ្លាំងណាស់ពីព្រោះថាការស្លាប់របស់ម្ដាយខ្ញុំនិងប្អូនព្រមទាំងក្មួយរបស់ខ្ញុំគឺដោយសារតែអាមនុស្សខ្ចាត់ព្រាត់ជាឃាតករដែលត្រូវជាប្អូនថ្លៃរបស់ខ្ញុំនេះឯងបងស្រីបាននិយាយទាំងពាក្យអសុរោះដោយសារតែខឹងទៅលើឃាតករខ្លាំងពេកដែលបានសម្លាប់ម្ដាយរបស់គាត់ព្រមទាំងប្អូននិងក្មួយរបស់គាត់អស់ជាច្រើនអ្នកទើបធ្វើឲ្យបងស្រីមានការខឹងខ្លាំងណាស់ទោះបីជាឃាតករបានស្លាប់ក៏ដោយប៉ុន្តែកំហឹងរបស់គាត់គឺមិនទាន់រំសាយនៅឡើយនោះទេដែលបងស្រីនិយាយទៀតថាអាឈាមខ្មៅនោះវាមានប្រពន្ធហើយប្រពន្ធរបស់វាត្រូវជាប្អូនស្រីបង្កើតរបស់ខ្ញុំតែម្ដងហើយឃាតករនិងប្អូនស្រីបង្កើតរបស់ខ្ញុំគឺមានកូនចំនួន2នាក់ដោយបងស្រីបាននិយាយអំពីដំណើររឿងដែលឈានទៅដល់ការកាត់ឡើងនៅសោតនេតកម្មដ៏រន្ធត់មួយនោះដោយបងស្រីបាននិយាយថាបន្ទាប់ពីអាឈាមខ្មៅនោះវាមានគំនិតថោកទាបចង់រំលោភប្អូនស្រីចិញ្ចឹមរបស់ខ្ញុំមុនពេលកើតហេតុ4ថ្ងៃអាប្អូនថ្លៃមានចិត្តដេរឆាននោះវាបានប្រតាយប្រតបចាប់រំលោភប្អូនស្រីចិញ្ចឹមរបស់ខ្ញុំខណៈពេលដែរប្រពន្ធរបស់គេកំពុងតែព្យួរស៊ីរ៉ូមនៅក្រៅបន្ទប់បន្ទាប់ពីឮសំឡេងក្ដុងក្ដាំងប្រពន្ធរបស់ឃាតករក៏បានហៅប្អូនស្រីចិញ្ចឹមរបស់ខ្ញុំមកសួរនាំទៅឈានដល់ការបែកធ្លាយនៅរឿងរ៉ាវដែលកន្លងមកឃាតកររូបនេះធ្លាប់បានរំលោភប្អូនស្រីចិញ្ចឹមរបស់ខ្ញុំរហូតដល់2លើករួចមកហើយប៉ុន្តែប្អូនស្រីចិញ្ចឹមរបស់ខ្ញុំនាងមិនហ៊ាននិយាយទេពីព្រោះថានាងត្រូវបានអាឃាតករវាគំរាមថាប្រសិនបើនិយាយវានឹងសម្លាប់ប្អូនស្រីចិញ្ចឹមរបស់ខ្ញុំនេះចោលបងស្រីគាត់ក៏បាននិយាយរៀបរាប់ទៀតថានៅពេលប្អូនស្រីបង្ការរបស់ខ្ញុំដឹងថាប្តីរបស់នាងក្បត់ចិត្តហ៊ានប្រព្រឹត្តនៅអំពើដ៏ស្មោកគ្រោកដូច្នេះប្អូនស្រីរបស់ខ្ញុំនាងខឹងខ្លាំងណាស់ពេលនោះនាងក៏បានទូរស័ព្ទមកកាន់ម្ដាយរបស់ខ្ញុំដែលកាលនោះម្ដាយរបស់ខ្ញុំគាត់បានទៅលេងបងប្រុសបង្ការរបស់ខ្ញុំនៅឯខេត្តសៀមរាបហើយប្អូនស្រីរបស់ខ្ញុំក៏បានទៅឲ្យម្ដាយរបស់ខ្ញុំនឹងឲ្យគាត់ឆាប់ត្រឡប់មកផ្ទះវិញនៅខេត្តស្វាយរៀងនេះដើម្បីប្អូនស្រីខ្ញុំលែងលះជាមួយនឹងប្តីដែលជាឃាតករនេះពេលដែលម្ដាយរបស់ខ្ញុំគាត់ត្រឡប់មកពីខេត្តសៀមរាបវិញគាត់មកដល់ផ្ទះបន្ទាប់ពីគាត់បានដឹងនៅរឿងរ៉ាវខាងលើនេះណាមួយចិត្តជាម្ដាយមិនចង់ឲ្យកូនមានការបែកបាក់គ្នាពេលនោះម្ដាយរបស់ខ្ញុំក៏បាននិយាយផ្សះផ្សាឲ្យកូនទាំងពីរនាក់ជានាគ្នាវិញដោយឲ្យកូនប្រសាប្រុសរបស់គាត់គឺឃាតករខាងលើនេះឲ្យទៅរស់នៅឯខេត្តកំពង់ស្ពឺដែលជាស្រុកកំណើតរបស់គេមួយរយៈសិនទៅដើម្បីកុំឲ្យកើតនៅរឿងរ៉ាវតទៅទៀតពេលនោះអាប្អូនថ្លៃឃាតករវាក៏យល់ព្រមរួចវាក៏បានបបួលប្អូនស្រីរបស់ខ្ញុំនឹងដែលជាប្រពន្ធរបស់វាទៅជាមួយប៉ុន្តែដោយសារតែប្អូនស្រីរបស់ខ្ញុំនាងឈឺចិត្តខ្លាំងពេកទើបនាងមិនព្រមទៅតាមឡើយហើយនាងថែមទាំងបានជេរប្រតិចនៅពាក្យអសុរោះជាច្រើនទៅលើប្តីរបស់ខ្លួនទៀតផងក្រោយពីមានចំនួនពេលរសៀលលុះម៉ោងប្រហែលជា9យប់នៅថ្ងៃកើតហេតុពេលនោះប្អូនស្រីរបស់ខ្ញុំនាងបានទូរស័ព្ទមកប្រាប់ខ្ញុំឲ្យនាំគ្នាពី3នាក់មកជួយដេកកំដរនាងផងការពារខ្លាចប្តីរបស់នាងមករករឿងឬក៏អាចនឹងកើតនៅរឿងរ៉ាវមិនល្អណាមួយចំពោះរូបនាងពីព្រោះថាខ្លាចប្តីរបស់នាងគុំគួនអាចឈានដល់ប្រព្រឹត្តនៅរឿងរ៉ាវដល់នឹកស្មានមិនដល់ក៏ថាបានហើយប្អូនស្រីរបស់ខ្ញុំកាលនោះនាងក៏បានទូរស័ព្ទឲ្យខ្ញុំនឹងបបួលគ្នាទៅដេកជាមួយនាងទៅគ្រាន់បានជាគ្នាហើយប្រសិនបើមានរឿងអ្វីមួយក៏មានគ្នាជួយដែរប៉ុន្តែដោយសារតែយប់នោះខ្ញុំអត់មានអីជិះទៅខ្ញុំក៏មិនបានទៅដេកកំដរប្អូនស្រីខ្ញុំដែរប្រសិនបើក្នុងយប់នោះខ្ញុំទៅដេកកំដរប្អូនស្រីខ្ញុំនោះម្លេះខ្ញុំក៏ត្រូវបានអាឃាតករនេះសម្លាប់ខ្ញុំទៅជាមួយនឹងម្ដាយរបស់ខ្ញុំប្អូនស្រីខ្ញុំនិងក្មួយរបស់ខ្ញុំជាមួយគ្នាដែលបាត់ទៅហើយបន្ទាប់ពីសាច់ញាតិរបស់ខ្ញុំបានរៀបចំធ្វើពិធីបុណ្យបញ្ចុះសពម្ដាយនិងប្អូនរួមទាំងក្មួយរបស់ខ្ញុំរួចរាល់ហើយផ្ទះដែលកើតហេតុខាងលើនោះគឺត្រូវបានចាក់សោចោលគ្មានអ្នកណានៅនោះទេពីព្រោះថាបងប្អូនរបស់ខ្ញុំទាំងអស់គេសុទ្ធតែមានផ្ទះរៀងខ្លួនរស់នៅអស់ទៅហើយ
ខ្ញុំតែងតែធ្វើបន់ឧទ្ទិសកុសលជូនទៅដល់ប្រលឹងម្ដាយរបស់ខ្ញុំប្អូននិងក្មួយរបស់ខ្ញុំមិនដែលខាននោះទេដើម្បីឲ្យប្រលឹងរបស់ពួកគាត់បានទៅកាន់សុគតិភពនិងបានចាប់កំណើតជាថ្មីនៅទីដែលសមគួរស្ត្រីខាងលើក៏បាននិយាយទៀតថាចាប់តាំងពីរឿងកើតហេតុមកខ្ញុំតែងតែយល់សប្តិឃើញប្រលឹងខ្មោចម្ដាយរបស់ខ្ញុំមកបញ្យល់សប្តិខ្ញុំញឹកញាប់ផងដែរដោយកាលពីយប់មួយនោះនៅក្នុងកំឡុងខែសីហាឆ្នាំដដែលខ្ញុំបានយល់សប្តិឃើញម្ដាយរបស់ខ្ញុំគាត់មកអង្គុយពីលើក្បាលដំណេករបស់ខ្ញុំហើយនៅក្នុងយល់សប្តិនោះគាត់បានយកម្រាមដៃរបស់គាត់មកច្បូតសក់របស់ខ្ញុំរួចគាត់និយាយប្រាប់ខ្ញុំថាចូលកូនកុំពិបាកចិត្តអីចាំម៉ាក់ជួយកូនពីព្រោះកូនស្រីរបស់ម៉ាក់មានចិត្តកតញ្ញូចំពោះអ្នកមានគុណណាស់ដូច្នេះហើយកូនមិនក្រឡើយពេលដែលខ្ញុំយល់សប្តិឃើញម្ដាយរបស់ខ្ញុំដូច្នេះពេលនោះខ្ញុំក៏បានភ្ញាក់ដឹងខ្លួនទៅហើយចាប់តាំងពីពេលនោះមកខ្ញុំក៏កត់សម្គាល់ឃើញថាហាងរបស់ខ្ញុំដូចជាមានការកក់កប់ប្រសើរជាងមុនតកតងទៅនឹងអ្នកស្រុកនាំគ្នាហៅផ្ទះរបស់ម្ដាយគាត់ថាជាផ្ទះខ្មោចនោះជុំវិញរឿងរ៉ាវខាងលើនេះរបស់ស្ត្រីរងគ្រោះក៏បាននិយាយផងដែរថាខ្ញុំមិនប្រកាន់ខឹងពួកអ្នកស្រុកដែលបានហៅផ្ទះរបស់ម្ដាយខ្ញុំថាជាផ្ទះខ្មោចនោះទេគេចង់ហៅយ៉ាងម៉េចក៏ហៅទៅចោះពីព្រោះថាតាំងពីកើតហេតុដល់រន្ធត់នោះមកផ្ទះម្ដាយរបស់ខ្ញុំនោះកុំថាឡើយដើរទៅចូលក្នុងដីឡូសំបីតែដើរកាត់ឬក៏ដើរក្បែរក៏គ្មាននរណាម្នាក់ហ៊ានទៅដែរហើយខ្ញុំក៏ធ្លាប់បានឮគេល្បីថាផ្ទះរបស់ម្ដាយខ្ញុំនោះគឺធ្លាប់មានខ្មោចលងទាំងថ្ងៃទៀតផងកាលពីដំបូងឡើយផ្ទះរបស់ម្ដាយខ្ញុំនោះបងប្អូនរបស់ខ្ញុំទាំងអស់គ្នាក៏បានពិភាក្សាគ្នាចង់យកផ្ទះនោះទៅប្រគេនទៅឲ្យវត្តចម្បក់បិទមាសគឺចង់រុះយកឈើទៅប្រើការតាមសេចក្តីត្រូវការរបស់វត្តពីព្រោះថាបើទុកផ្ទះនេះក៏គ្មានអ្នកណាហ៊ាននៅដែរហើយបើពពាយនេះលក់ក៏គ្មានអ្នកណាហ៊ានទិញរស់នៅឡើយប៉ុន្តែដោយសារតែផ្ទះនោះចាស់ដែរទៅហើយប្រសិនបើរុះរើឈើយកទៅប្រគេនព្រះសង្ឃក៏វាពិបាកដែរហើយវាប្រកាសជាមានការបាក់បែកម្យ៉ាងទៀតព្រះគ្រូចៅអធិការវត្តក៏ប្រដេជគុណមានសង្ឃដីកាថាពិបាករកអ្នករុះរើនិងដឹកជញ្ជូនទើបបានជាផ្ទះមួយនេះត្រូវបានរក្សាទុករហូតមកដល់ពេលបច្ចុប្បន្ននេះចាពុកម៉ែបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវឃាតកម្មមួយដែលបានកាត់ឡើងកាលពីអំឡុងឆ្នាំ2010ហើយរឿងនេះកាលនោះគឺមានការល្បីកក្រើកខ្លាំងមែនទែននៅខេត្តស្វាយរៀងតាក់ទងទៅនឹងកូនប្រសារប្រុសរបស់ម្ចាស់ផ្ទះគឺជាឃាតករដែលបានសម្លាប់ម្ដាយក្មេកប្រពន្ធរបស់ខ្លួនថែមទាំងកូនរបស់ខ្លួនថែមទៀតក្នុងនោះក៏មានប្អូនថ្លៃផងដែរសរុបទៅគឺមានសមាជិកដែលបានស្លាប់បាត់បង់ជីវិតចំនួន5នាក់រួមទាំងឃាតករម្នាក់ទៀតគឺមានគ្នា6នាក់រឿងហេតុកើតឡើងឈានដល់ការសម្លាប់យ៉ាងអណោចអធមបែបនេះគឺដោយសារតែឃាតករដែលជាកូនប្រសារប្រុសហ្នឹងរូបគេគឺមានគំនិតមិនល្អទៅលើប្អូនស្រីចិញ្ចឹមរបស់ម្ចាស់ផ្ទះគឺត្រូវបានកូនប្រសារប្រុសម្ចាស់ផ្ទះហ្នឹងធ្លាប់បានចាប់រំលោភទៅលើកូនធំរបស់ម្ចាស់ផ្ទះហ្នឹងចំនួន2ដងមកហើយប៉ុន្តែលើកទី3ហ្នឹងពេលដែលឃាតករបំរុងទៅចាប់ម្ដងទៀតគឺត្រូវបានបែកធ្លាយហើយពេលនោះរឿងរ៉ាវនេះដឹងទៅដល់ស្ត្រីជាប្រពន្ធរបស់ឃាតករហើយស្ត្រីជាប្រពន្ធគឺរូបនាងមិននឹកស្មានថាប្តីរបស់ខ្លួនហ៊ានប្រព្រឹត្តនៅអំពើដ៏ស្មោកគ្រកបែបនេះទៅលើប្អូនធွာចិញ្ចឹមដែលជាអ្នករស់នៅក្នុងផ្ទះនេះជាមួយគ្នានោះទេហើយពេលដែលដឹងរឿងនេះក៏ប្រពន្ធមានការខឹងសម្បាជាខ្លាំងដោយមិនអាចអត់ឱនឲ្យបានពេលនោះខឹងខ្លាំងពេកគឺសម្រេចចិត្តលែងលះតែម្ដងហើយក៏បានទៅរកម្ដាយរបស់គាត់ដែលម្ដាយរបស់គាត់គឺបានទៅលេងខេត្តសៀមរាបទៅលេងផ្ទះបងបង្កើតរបស់គាត់នៅខេត្តសៀមរាបឲ្យម្ដាយត្រឡប់ពីខេត្តសៀមរាបមកវិញដើម្បីពួកគាត់ទាំងពីរនាក់លែងលះគ្នាគឺអត់អាចជានារស់នៅជាមួយគ្នាបានទៀតទេពីព្រោះថាប្តីរបស់គាត់បានប្រព្រឹត្តនៅអំពើមួយដែលមិនអាចលើកលែងឲ្យបានណាបើសិនជាធ្វើអំពើបែបនេះជាមួយនឹងស្រីដតីខាងក្រៅគឺមិនថានោះទេប៉ុន្តែនេះគឺប្រព្រឹត្តនៅក្នុងផ្ទះតែម្ដងដែលស្ត្រីជាប្រពន្ធមិនអាចអត់ឱនឲ្យបាននោះទេហើយពេលដែលអ៊ំស្រីគាត់ត្រឡប់មកពីសៀមរាបវិញគាត់ស្ដាប់រឿងរ៉ាវចប់ធម្មតាទឹកចិត្តជាម្ដាយគឺមិនចង់ឲ្យកូនមានការបែកបាក់គ្នានោះទេហើយក៏បាន
និយាយសម្រស់សម្រួលគ្នាប៉ុន្តែកូនរបស់គាត់ស្ត្រីជាប្រពន្ធហ្នឹងគឺគាត់ថាដាច់ខាតត្រូវទៅលែងហើយពេលនោះអ៊ំស្រីជាម្ដាយក៏បាននិយាយឲ្យកូនប្រសាហ្នឹងទៅនៅស្រុកកំណើតរបស់គេនៅខេត្តកំពង់ស្ពឺហ្នឹងមួយរយៈសិនទៅចាំបន្ថយនៅកម្ដៅកំហឹងហ្នឹងចាំត្រឡប់មកវិញពីព្រោះថាទោះបីជាពេលនេះនិយាយគ្នាបែបណាក៏ដោយក៏ស្ដាប់គ្នាអត់ចូលដែរគឺអ៊ំស្រីគាត់មានចិត្តមេត្តាធម៌ខ្លាំងមែនទែនទោះបីជាកូនប្រសាប្រុសរបស់គាត់បានប្រព្រឹត្តនៅរឿងស្មោកគ្រោកដែលស្ត្រីជាប្រពន្ធពិបាកទទួលយកយ៉ាងណាក៏ដោយប៉ុន្តែទឹកចិត្តរបស់គាត់គឺធំខ្លាំងមែនទែននៅតែសម្រស់សម្រួលឲ្យកូនទាំងពីរនាក់កុំឲ្យមានការលែងលះគ្នារហូតនិយាយឲ្យកូនប្រសានឹងទៅនៅផ្ទះរបស់គេមួយរយៈសិនទៅចាំពេលស្ងប់ស្ងាត់ស្ថានភាពចាំត្រឡប់មកជាគ្នាវិញប៉ុន្តែកូនប្រសាប្រុសដែលមានចិត្តគំនិតស្មោកគ្រោកខ្មៅកខ្វក់នោះមិនយប់យល់ដល់ការសន្តោសប្រណីពីទឹកចិត្តរបស់ម្ដាយក្មេកនោះទេរឿងនេះគឺឆ្លោះគ្នានៅពេលថ្ងៃលុះដល់ពេលយប់ឡើងស្រាប់តែឃាតករក៏បានប្រព្រឹត្តនៅអំពើដ៏រន្ធត់ខ្លាំងមែនទែនហើយមុនពេលកើតហេតុនឹងស្ត្រីជាប្រពន្ធរបស់ឃាតករក៏បានខលទៅបងស្រីរបស់គាត់ដែលរស់នៅក្រុងស្វាយរៀងនៅផ្សារវាយន្តឲ្យជួយនាំគ្នាពី3នាក់មកជួយដេកកំដរខ្លាចក្រែងប្តីរបស់នាងមានគំនិតអ្វីមិនល្អឬក៏មកធ្វើបាបប៉ុន្តែការគិតរបស់គាត់គឺពិតជាត្រឹមត្រូវ 100% ពិតប្រាកដមែនប៉ុន្តែពេលនោះបងស្រីរបស់គាត់អត់មានអីជីគាត់បានទៅដេកជាមួយនឹងប្អូននោះទេលុះពេលយប់ឡើងក៏ស្រាប់តែមានរឿងរ៉ាវរន្ធត់បានកាត់ឡើងគឺសមាជិកនៅក្នុងក្រុមគ្រួសារដែលមានសមាជិកគ្នាទាំង5នាក់ហ្នឹងមិនថាកូនរបស់ឃាតករទាំង2នាក់មិនថាប្អូនស្រីធေါ်ចិញ្ចឹមប្រពន្ធនិងម្ដាយក្មេកទេគឺម៉ត់ខ្ទេចតែម្ដងបន្ទាប់ពីសម្លាប់រួចរាល់ហើយឃាតករហ្នឹងក៏បានទៅចងកសម្លាប់ខ្លួនតាមក្រោយហើយរឿងរ៉ាវមួយនេះពិតជារន្ធត់និងអណយអធមខ្លាំងមែនតែនល្បីក៏ក្រើកនៅខេត្តស្វាយរៀងនៅក្នុងអំឡុងឆ្នាំ2010បន្ទាប់មកផ្ទះមួយនេះត្រូវបានចាក់សោចោលហើយក៏លេចលឺអ្នកស្រុកនិយាយថាផ្ទះនេះគឺពួកគេធ្លាប់ឃើញមានខ្មោចលងហើយមិនថាតែយប់ឯសំបីតែពេលថ្ងៃក៏លងផងដែរផ្ទះនេះកូនចៅរបស់ម្ចាស់ផ្ទះក៏បានយកសម្ភារៈរបស់របរមួយចំនួនទៅប្រគេនវត្តនៅក្នុងភូមិកើតហេតុនោះផងដែរប៉ុន្តែពេលដែលកូនចៅយកទៅប្រគេនពេលថ្ងៃស្រាប់តែយប់ឡើងមានពាក្យចចាមរាមរបស់អ្នកភូមិនិយាយថាស្រាប់តែប្រលឹងខ្មោចដែលបានស្លាប់នៅក្នុងផ្ទះនេះគឺបានទៅទាយយករបស់របរទាំងអស់នោះពីព្រះសង្ឃត្រឡប់យកមកវិញទាំងអស់ដូច្នេះហើយបានជាព្រះសង្ឃក៏មិនហ៊ានទទួលយកនៅរបស់របរឬក៏ផ្ទះនេះផងដែរដោយព្រះសង្ឃក៏បានមានសង្ឃដីកាថាពិបាកនៅក្នុងការរុះរើឬក៏ពិបាករកអ្នកដឹកជញ្ជូនជាជាងមានសង្ឃដីកាការពិតប្រាប់ទៅដល់កូនចៅម្ចាស់ផ្ទះបើសិនជានិយាយបដិសេធតែម្ដងដូចជាមិនសមពីព្រោះថាពុទ្ធបរិស័ទមានសទ្ធាក្នុងការប្រគេនហើយប្រសិនបាននិយាយថាមិនយកទេដូចជាមិនទំនងដូច្នេះហើយកាលនោះព្រះតេជគុណក៏បាននិយាយថាពិបាកនៅក្នុងការរកអ្នកទៅរុះរើហើយណាមួយទៅក៏ពិបាកនឹងក្នុងការដឹកជញ្ជូនផងដែរដូច្នេះហើយទៅបានជាផ្ទះមួយនេះត្រូវបានគេទុកចោលរហូតមកដល់ពេលបច្ចុប្បន្ននេះចាពុកម៉ែបងប្អូនសម្រាប់រឿងរ៉ាវខាងលើនេះតើពុកម៉ែបងប្អូនណាខ្លះដែលធ្លាប់បានដឹងហើយនឹងធ្លាប់បានឮកាលពីក្នុងអំឡុងឆ្នាំ2010ប្រសិនបើបងប្អូនធ្លាប់បានដឹងនៅរឿងរ៉ាវនេះអាចធ្វើការខមមិននៅខាងក្រោមវីដេអូនេះបានហើយក្រោយពេលដែលបងប្អូនបានស្ដាប់នៅរឿងរ៉ាវខាងលើនេះហើយតើបងប្អូនមានមតិយោបល់បែបណានោះអាចធ្វើការខមមិននៅខាងក្រោមវីដេអូនេះហើយសម្រាប់រឿងរ៉ាវខាងលើនេះគឺមានតែប៉ុណ្្នឹងទេអរគុណដល់ពុកម៉ែបងប្អូនដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅរឿងរ៉ាវក្រោយៗបន្តទៀត